បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមចេញអេពីសូតមួយទៀតដែលតាក់ទងជាមួយនឹងការលក់អនឡាញដែរតែយើងលក់ប្រភេទ phone accessories អញ្ចឹងបងទាំងអស់គ្នាដឹងស្រាប់ហើយសម័យ digital ម្នាក់គឺគាត់មិនមែនទិញតាមដើរទៅផ្សារទិញទេគឺគាត់ភាគច្រើនគឺគាត់ទិញតាមអនឡាញចាអញ្ចឹងបើសិនជាបងទាំងអស់គ្នា outstanding ទៅលើ digital marketing គឺបងអាចលក់បានចំណេញច្រើនខ្លាំងមែនតើចាហើយអ្វីដែលសំខាន់គឺម្នាក់គឺប្រើទូរស័ព្ទគ្រប់គ្នាតែម្ដងសឹងថា 99.99% ហើយគឺគាត់ប្រើទូរស័ព្ទសំបីតែអ្នកតាមបណ្ដាខេត្តក៏គាត់ប្រើទូរស័ព្ទផងដែរអញ្ចឹងតម្រូវការគឺមានច្រើនអ្វីដែលខ្ញុំចង់ឲ្យបងលើកទឹកចិត្តបងគឺកុំមើលងាយមុខរបរមួយនេះសម្រាប់អ្នកដែលគាត់ចូលចិត្តគ្រឿង accessory high technology គឺបងកុំមើលរំលងចាអញ្ចឹងការលក់ហ្នឹងគឺបងថាទិញមកពីណាយើងមានជំរើសយើងអាចទៅទិញពី overseas យើងអាចមានន័យថាយើងទិញ local សិនសម្រាប់ខ្ញុំវិញណាខ្ញុំ recommend បងទិញនៅក្នុងស្រុកសិនមានថាយើងរកអតិថិជនសិនបន្ទាប់មកពេលដែលយើងមានម៉ួយហើយយើងអាចយើងកំងទិញតាម Alibaba តាម Taobao តាមអីក៏បានដែរតែដំបូងបំផុតបងទិញនៅក្នុងស្រុកសិនយើងកុំតន់អាល invest ធំដុំយើងទិញតិកយកមកលក់សាកសិនយើងធ្វើទីផ្សារសិនទៅរកអតិថិជនសិនអញ្ចឹងពេលដែលយើងនេះយើងធ្វើទីផ្សារតាម TikTok ក៏បានតាម Marketplace តាម Facebook យើង boot page យើងមានប្រភេទអីវ៉ាន់យើងដូចជាពួក tripod ពួកcharger phone case មានគ្រប់ប្រភេទដែលតាក់ទងជាមួយនឹងទូរស័ព្ទចាព្រោះពេញនិយមមែនតើហើយយុគ9នេះគឺយុគតាក់ទងជាមួយនឹង digital អញ្ចឹងម្នាក់អ្នកខ្លះគឺជា content creator គាត់មានតម្រូវការត្រូវការតែម្ដងអញ្ចឹងបើសិនជាបងទាំងអស់គ្នាចាប់អារម្មណ៍កន្លែងហ្នឹងគឺបងអាច research បន្ថែមទៀតហើយចង់និយាយថាបើសិនជា margin វិញគឺល្អខ្លាំងមែនទែនចាអញ្ចឹងបងអ្នកដែលគាត់មានបំណងកុំភ្លេចហើយកុំមើលរំលងហើយ sourcing បងទាំងអស់គ្នាយើងអាចទៅយកពីវៀតណាមក៏បានយើងអាច compare តម្លៃណាយកពីវៀតណាមឬក៏ទិញពីអូស័យនៅជាន់ទី2ទី3អញ្ចឹងបងទៅមើលសិនទៅហើយចរចាតម្លៃយកមកលក់សាកលក់សិនហើយឬក៏បងអាចយកមកបងអាចយកមកបោះដុំក៏បានឬក៏យកទៅលក់រាយក៏បាន live លក់នៅក្នុង Facebook ក្នុងអីចឹងទៅអញ្ចឹងអាហ្នឹងគឺជា big margin មួយខ្ញុំគិតថាបងស្ត្រីមេផ្ទះដែលគាត់នៅផ្ទះគឺគាត់អាចយកមកធ្វើឲ្យងាយស្រួលវាមានតែការអី technical អីច្រើនទេព្រោះដោយសារតែរបស់ហ្នឹងគឺសិតតែអ្នកដែលមានតម្រូវការអញ្ចឹងរបៀបនៅក្នុងការថតរបៀបនៅក្នុងការ review ហើយនឹងយើងមាននៅតម្លៃល្អខ្ញុំគិតថា 100% ព្រោះដោយសារហេតុអីបានជាយើងគិតថាលក់អាហ្នឹងទៅយើងមានទីផ្សារព្រោះបងដឹងស្រាប់ហើយអវ៉ាន់គ្រឿង accessory របស់ទូរស័ព្ទហ្នឹងភាគច្រើនខូចអាសាបាត់អាសាវិញដៃទុកនៅណានៅណីអញ្ចឹងណាឬក៏អាសាមានបញ្ហាឬក៏គាត់ចង់ upgrade អីចឹងទៅអញ្ចឹងអាហ្នឹងគឺជាតម្រូវការដែលខ្ញុំគិតថាពួកគាត់មានតម្រូវការច្រើនអញ្ចឹងសម្រាប់បងអ្នកដែលគាត់ចង់រកស៊ីដបងណាខ្ញុំ recommend មែនតើសម្រាប់ការលក់ phone accessories នេះចាហើយសម្រាប់នេះយើងអាចលក់តាម channel ដែលយើងអាចលក់បានណាបងអាច add ធ្វើជា Telegram group ក៏បានតាម Marketplace តាម Facebook page តាម TikTok ចាអញ្ចឹងគឺយើងអាចលក់បានព្រោះដូចនិយាយអញ្ចឹងគឺការដែលលក់យើងមានតែ3បងទាំងអស់គ្នាខ្ញុំចង់ឲ្យបងផ្ដោតណាទី1គឺផលិតផលទី2គឺអ្នកលក់ទី3គឺអតិថិជនអញ្ចឹងផលិតផលរបស់យើងល្អអត់មានទីផ្សារអត់មានតម្រូវការអត់ទី2គឺអ្នកលក់តែអ្នកលក់ហ្នឹងបកកែនិយាយអត់ចេះ review អត់គេទុកចិត្តបានអត់ចាទី3គឺទៅលើអ្នកទិញហ្នឹងគឺគាត់មានតម្រូវការអត់គាត់ត្រូវការពេលវេលាគាត់ត្រូវការឥឡូវអត់ហើយគាត់មានលុយទិញអត់ចាអញ្ចឹងអាហ្នឹងគឺយើងត្រូវការថ្លឹងថ្លែងនៅតម្រូវការដែលកំពុងតែមានចាអញ្ចឹងបងទាំងអស់គ្នាកុំភ្លេច subscribe YouTube channel របស់នាងខ្ញុំដើម្បីបាន more detail ចាអរគុណ